สุดท้ายบางโอนวิดีโอนี้ខ្ញុំต้องបង្ហាញពីសកម្មភាពពួកយើងបានទៅលេងផុកយើងជិះបាគីខាងទៅលេងជ្រេតាមផុកមាត់ទន្លេហើយនៅទីនោះខ្យល់ត្រជាក់ល្អណាស់ហើយពួកយើងបានជុំគ្នាកាមេរ៉ាមានគ្រប់ដៃជើងទាំងអស់តែម្ដងហើយឥឡូវពួកយើងកំពុង replan ថានឹងបើកចូលបុកកក់ទាំងអស់គ្នាហើយឥឡូវពួកយើងបានរៀបចំឡើងម៉ូតូរៀងខ្លួនហើយឥឡូវមានអ្នកកាន់កាមេរ៉ាកាន់ទៅហើយមានអ្នកបើកទៅហើយពួកគាត់មិនដឹងជាធ្វើអីខ្លះទេនោះដូចជារៀងអញ្ញែញតិចកន្លែងហ្នឹងទៅមកខ្ញុំក៏ឈប់ម៉ូតូឲ្យដើរទៅសួរពួកគាត់ថាម៉េចយើង plan ម៉េចហើយម្នាក់បាននិយាយអីខ្លះទេខ្ញុំភ្លេចអស់ហើយឥឡូវយើងជិះបាននិយាយត្រូវគ្នាហើយខ្ញុំក៏រៀបដើរមកម៉ូតូខ្ញុំវិញបាទនោះពិសេសកាមេរ៉ាមែននោះនឹងនិយាយអីខ្លះនេះនោះបោបាច់អ្នកដាក់ចេះម្នាក់ដាក់ចុះហ្នឹងដើរមកវិញហើយឥឡូវទុកឲ្យណាប្រូឈុយគាត់អ្នកកាន់កាមេរ៉ាហើយពួកយើងបានបើកទៅពួកគាត់ថតសកម្មភាពដែលពួកយើងបើកបុកចូលក្នុងកក់ឥឡូវពួកយើងបានរៀបចេញទៅហើយអៀងអ្នកនៅមុខគាត់នឹងបកែបុកហើយបុកឡើងបាក់ទៅក្រោយហើយអូខេឥឡូវចាញ់ទៅហើយអានេះកក់នឹងអត់សូវខ្ពស់ហ្មងនេះល្មមស្មើនឹងដបូលម៉ូតូcủaយើងតែយើងបានថតសកម្មភាពដែលយើងបុកកក់ខ្ពស់លិចក្បាលមនុស្សម៉ូតូហ្នឹងបុកទៅរួចមករួចកម្លាំងវាខ្លាំងដែរសំសើហើយវាខៃផុកជ្រេផុកអីកម្លាំងវាខ្លាំងតែម្ដងតូនហ្នឹងបាទមើលនោះលេងទឹកលេងបានហើយម៉ាស៊ីនវាអត់ជាបញ្ហាទេបើយើងបើកប៉ះទឹកប៉ះដីអីប៉ះភ្លៀងប៉ះអីបានអត់ជាបញ្ហាទេឥឡូវពួកយើងធ្វើដំណើរបុកទៅក្នុងព្រៃម្ដងយើងជិះជ្រេក្នុងព្រៃម្ដងទៅហើយមកដល់វគ្គហ្នឹងជិះលឿនណាម៉ូតូជិះលឿនណាប្រូអៀងគាត់អ្នកនៅមុខគាត់ស្គាល់ផ្លូវច្បាស់យើងបានបើកក្រោយទៅហើយកម្មភាពនេះគឺបើកជ្រេមួយជ្រេដល់បើកនឹងកង់តអាម៉ាននេះទៅហើយដោយសារតែកាមេរ៉ាយើងវាចិត្តអស់ភ្លើងត្រឹមហ្នឹងទៅដល់ខាងមុខនោះខ្ញុំក៏អត់បានថតសកម្មភាពតទៅមុខទៀតចុចបិទតែម្ដងទៅហើយវីដេអូយើងក៏អស់ត្រឹមហ្នឹងហើយសូមអរគុណបងប្អូនបានទស្សនាវីដេអូពីដើមដល់ចប់បាទសូមឲ្យសុខសប្បាយជម្រាបលាអរគុណច្រើនបាយ